បងប្អូនសូមប្រុងប្រយ័ត្នបង្ការឲ្យបានខ្ពស់ទាំងអស់គ្នាជំងឺសាហាវជាងកូវីដកំពុងឆ្លងនៅឥណ្ឌាមនុស្ស100នាក់កំពុងធ្វើចតាលេសាជំងឺនេះកាចសាហាវជាងកូវីដ19ទៅទៀតដោយអត្រាស្លាប់របស់វាមានរហូតដល់ទៅ75%ហើយករណីខ្លះឈានដល់90%ឯណោះជំងឺសាហាវជាងកូវីដកំពុងឆ្លងនៅឥណ្ឌាមនុស្ស100នាក់កំពុងធ្វើចតាលេសាប្រទេសឥណ្ឌាបានរាយការណ៍ពីការឆ្លងរីករាលដាលនៃជំងឺកាចសាហាវនីផាសដោយករណីឆ្លងចំនួន5ត្រូវបានរាយការណ៍នៅរដ្ឋ West Bengal ហើយប្រហែល100នាក់ទៀតកំពុងធ្វើចតាលេសាតាមការផ្សាយរបស់ Economic Times កាលពីថ្ងៃសុក្រទី23ខែមករាឆ្នាំ2026ក្នុងចំណោមអ្នកឆ្លងទាំង5នាក់គឺមានទាំងគ្រូពេទ្យនិងគិលានុបដ្ឋាយិកាហើយមានខ្លះកំពុងឈឺធ្ងន់មន្ត្រីក្រុងកុលកាតាបញ្ជាក់ថាជំងឺនេះឆ្លងរាលដាលខ្លាំងណាស់ពួកគេកំពុងតាមដានមនុស្សជាង30នាក់ទៀតដែលជាប់ពាក់ព័ន្ធជាមួយអ្នកជំងឺខណៈ100នាក់មានដាក់ឲ្យធ្វើចតាលេសារួចទៅហើយទន្ទឹមនឹងនោះអាជ្ញាធរ West Bengal កំពុងស្វះស្វែងចាត់វិធានការដើម្បីទប់ស្កាត់និងធានាថាមេរោគនេះមិនរីករាលដាលខ្លាំងក្លាឡើយយោងតាមអង្គភាពសុខភាពពិភពលោក NIPAS គឺជាជំងឺឆ្លងពីសត្វមកមនុស្សជាពិសេសសត្វជ្រូកនិងប្រចៀវវាក៏អាចឆ្លងតាមរយៈអាហារដែលមានមេរោគនិងតាមរយៈការប៉ះពាល់ជាមួយអ្នកដែលមានមេរោគផងដែរអ្នកជំងឺចាប់ផ្ដើមចេញរោគសញ្ញាស្រដៀងនឹងជំងឺគ្រុនផ្ដាសាយដូចជាគ្រុនក្តៅឈឺក្បាលឈឺសាច់ដុំនិងអស់កម្លាំងក្នុងករណីខ្លះរោគសញ្ញាផ្លូវដង្ហើមដូចជាក្អកពិបាកដកដង្ហើមឬរលាកសួតក៏អាចកើតមានផងដែរពេលឈឺធ្ងន់មេរោគនេះផាសបណ្ដាលឲ្យរលាកខួរក្បាលវង្វេងវង្វាន់បាត់ស្មារតីប្រកាច់ឬសន្លប់ទោះបីជាយ៉ាងណាក៏ដោយមកទល់ពេលនេះមិនមានថ្នាំព្យាបាលឬចាក់វ៉ាក់សាំងបង្ការទេពោលគឺការព្យាបាលត្រូវបានកំណត់ចំពោះរោគសញ្ញាប៉ុណ្ណោះប្រភព Economic Times and Independent